តែអានិសង្ឃនៃការស្ដាប់ធម៌របស់ព្រះអរិយៈស្ដាប់អនិច្ចតាធម៌ហ្នឹងស្ដាប់ធម៌ដែលមិនទៀងជាទុក្ខជាអនត្តាហ្នឹងអានិសង្ឃនៃការស្ដាប់ធម៌ហ្នឹងមិនទៅកាន់អបាយភូមិអស់សែននៃកັບអញ្ចឹងមានន័យថាយើងបានស្ដាប់នៅព្រះធម៌ហ្នឹងមួយសែនកັບហ្នឹងល្មមអាចសម្រេចព្រះអរហន្តបានឃើញទេក៏យើងបានទុនអត់ទៀតណានេះយើងមិនទៅកាន់អបាយភូមិអស់សែននៃកັບហ្នឹងមុំបញ្ញាចាស់ខ្លាត្រាស់ដឹងបានក្នុងទេវលោកអីចឹងណាយើងបានឱកាសព្រោះមួយសែនកັບយើងអត់ទៅកាន់អបាយភូមិចុះព្រះអង្គមិនសម្ដែងថាបុគ្គលណាដែលបានស្ដាប់នៅភាសិតជាពាក្យទូមានព្រានបដៅរបស់ព្រះវិចិត្រមាមិនចឹងរមែងមិនទៅកាន់អបាយភូមិអស់សែននៃកັបចឹងរយៈពេលចន្លោះហ្នឹងហើយដែលយើងបានទីពឹងក្នុងធម៌របស់ព្រះអង្គទៅកាន់សុគតិភពបើថាឥន្ទ្រីមិនតាន់ចាស់ខ្លាទេវាទៅរងចាំពេលវេលានឹងឯងស្ដាប់ធម៌តទៅទៀតទៅរហូតជាបច្ច័យដល់មគ្គអាចត្រាស់ដឹងយល់បានអីចឹងចឹងបានវាជាទីពឹងរបស់យើងក្រៃលែងបានខំប្រឹងក្តៅបន្តិចបន្តួចមកមិនចឹងទេណាហ្នឹងហើយហ្នឹងតាំងពីកើតហើយតាំងពីឆេះទៅវិញយូរណាឧបមាដូចជាភ្នំថ្មតាន់កម្ពស់1យោជទៅតឹង1យោជហើយ100ឆ្នាំទេវតាយកស្បៃមកអូសទៅមកខ្វោកឯងនឹងហើយអូសរហូតដល់សឹកដល់ផែនដីនឹងបាន1មហាកັບហើយបនក៏ប៉ុណ្ណឹងមួយសែនដងនឹងពីព្រោះជីវ័នដែលយើងស្ដាប់ជ្រះថ្លាក្នុងព្រះធម៌នេះមិនមែនធម្មតាទេរាប់មិនអស់រាប់មិនបានប្រមាណមិនអស់ទេទានអានិសង្ឃនៃការស្ដាប់នៅព្រះធម៌ហ្នឹងហើយចឹងបានខ្ញុំកណាក៏ត្រេកអរពេញចិត្តខ្លាំងណាស់ដែរបានរតនាធម៌ឲ្យញាតិញោមស្ដាប់នឹងអ្នកស្ដាប់និងអ្នកសំដែងហ្នឹងគឺធ្វើធម្មទានដូចគ្នាអ្នកទាំងពីរហ្នឹងគ្រាន់តែថាមួយប្រើមាត់មួយប្រើតិចយល់បានទេចឹងប៉ុន្តែធម៌ហ្នឹងវាចូលមកកាន់ហតយៈដូចគ្នាមិនមែនហើយអ្នកស្ដាប់នឹងបានបន់តិចជាងអ្នកសំដែងបានបន់ច្រើនជាងអត់ទេគ្រាន់តែកិច្ចហ្នឹងវាធ្វើនៅក្នុងទ្វារខុសគ្នាណាមួយគឺប្រើតិចទទួលធម្មទានមួយប្រើមាត់ទទួលធម្មទានវាអញ្ចឹងយល់បានអញ្ចឹងហ្នឹងហើយដល់តែពេលយើងគិតឃើញអញ្ចឹងបានយើងដឹងថាអូបនសម្រាប់អញ្ចឹងតើហ្នឹងហើយយើងមកថាក្តៅយ៉ាងណាក៏ដោយបើគេហៅទៅយក$200ទៅអត់ហ្នឹងហើយអត់មួកក៏ទៅដែរណែណាហ្នឹងហើយណា20រៀលនេះជិះម៉ូតូឡើងលឿនណាសង្ខ័យនេះវាខ្នាតសង្ខ័យហ្នឹងវាសង្ខ័យឆ្នាំហើយសង្ខ័យកັບណាបើថាសង្ខ័យឆ្នាំ10140អីចឹងទៅដល់ទៅពេលសង្ខ័យកັບអាហ្នឹងគិតពីខ្នាតរបស់កັບមួយអសង្ខ័យមួយលេខ0140កັບអញ្ចឹងទៅអញ្ចឹងទេណាហ្នឹងហើយណាហើយ4អសង្ខ័យហើយ1សែនកັបទៀតហើយអសង្ខ័យកັបមិនអសង្ខ័យឆ្នាំទេណាយូរណាស់អញ្ចឹងប៉ុណ្្នឹងទៅទេណាសូមអនុមោទនា